អ្នកណាក៏ប្រាថ្នារៀបការជាមួយនឹងព្រះអង្គម្ចាស់ដែរព្រោះថាវាភាពដូចនៅក្នុងរឿងនីតិអញ្ចឹងហើយក៏អាចជួយផ្លាស់ប្ដូរនៅជីវិតរបស់យើងពីលំបាកមកសនុកសុខស្រួលដូចគ្នាប៉ុន្តែសម្រាប់ព្រះនាងម្ចាស់ដៃអាណាវិញគាត់ថាបន្ទាប់ពីគាត់រៀបការជាមួយព្រះអង្គម្ចាស់ហើយជីវិតរបស់គាត់ដូចធ្លាក់នៅក្នុងនរកអញ្ចឹងឡាននេះខ្ញុំបាទហៅហុងនឹងនាំបងប្អូនទាំងគ្នាទៅដឹងអំពីការស្លាប់ដ៏អាថ៌កំបាំងរបស់ Princess Diana ដែលគាត់គឺជាអតីតភរិយារបស់ស្ដេចនៃចក្រភពអង់គ្លេសបច្ចុប្បន្នគឺព្រះអង្គម្ចាស់ Charles ហើយការស្លាប់របស់គាត់គឺមានពាក្យចាំអារ៉ាមជាច្រើនអញ្ចឹងចង់ដឹងថារឿងរ៉ាវទាំងអស់នោះទៅជាយ៉ាងណាក៏ដូចជាពាក្យចាំអារ៉ាមគេនិយាយអ្វីខ្លះទស្សនាវីដេអូនេះទាំងគ្នាព្រះនាង Diana គឺជាស្ត្រីគំរូល្អបំផុតរបស់មហាជនបានសាងនៅអំពើល្អៗជាច្រើនដែលអ្នកណាក៏ស្រឡាញ់គាត់ដែរពិសេសមានកិត្តិនាមល្បីល្បាញបំផុតនៅលើពិភពលោកព្រះនាងបានរៀបអភិសេកនឹងអតីតស្វាមីគឺព្រះអង្គម្ចាស់ Charles ជាបុត្រាច្បងរបស់អង្គម្ចាស់ស្ត្រីអង់គ្លេស Elizabeth ទី2ព្រះនាងមានឈ្មោះពេញថា Diana Frances Spencer កើតនៅថ្ងៃទី1ខែកក្កដាឆ្នាំ1961និងបានយាងចូលទីវង្គតដោយសារគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅក្នុងផ្លូវរួមក្រោមដីនៃទីក្រុងប៉ារីសប្រទេសបារាំងកាលពីថ្ងៃទី31ខែសីហាឆ្នាំ1997នៅក្នុងជន្មាយុត្រឹម36វស្សាប៉ុណ្ណោះដោយបានបន្សល់ទុកព្រះបុត្រាចំនួន2អង្គគឺព្រះអង្គម្ចាស់ William និងព្រះអង្គម្ចាស់ Henry ដែលនៅមានប្រជជនវ័យក្មេងនៅឡើយ Princess Diana គាត់ធ្លាប់បានផ្ដល់នៅបទសម្ភាសន៍មួយហើយគាត់បាននិយាយនៅក្នុងនោះថាបន្ទាប់ពីគាត់រៀបការរួចគាត់មានអារម្មណ៍ថាជីវិតរបស់គាត់គឺដូចធ្លាក់នៅក្នុងឋាននរកអញ្ចឹងនៅក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ1995ដែលព្រះនាង Diana ធ្លាប់មានបន្ទូលថានៅក្នុងអាពាហ៍ពិពាហ៍របស់ពួកយើងគឺមានមនុស្ស3នាក់មិនមែនមានតែ2នាក់នោះទេទ្រង់ចង់សម្ដៅទៅលើទំនាក់ទំនងរបស់ព្រះអង្គម្ចាស់ Charles ជាមួយនឹងលោកស្រី Camilla Parker Bowles កិច្ចសម្ភាសន៍នោះត្រូវបានទស្សនាដោយមនុស្សរាប់លាននាក់និងបានចែកចាយតគ្នាធ្វើឲ្យល្បីខ្ទរគ្នាដល់រាជវង្សអង់គ្លេសទៀតផងក្រោយមកព្រះនាង Diana បានលែងលះពីព្រះអង្គម្ចាស់ Charles នៅក្នុងឆ្នាំ1996ដោយបន្ទាប់ពីព្រះនាងបានសោយទីវង្គតព្រះអង្គម្ចាស់ Charles បានរៀបអភិសេកជាមួយនឹងលោកស្រី Camilla ឥឡូវនេះយើងនឹងទៅដឹងអំពីរឿងរ៉ាវដែលបានកើតឡើងមុនមួយខែបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍របស់គាត់បានកើតឡើងដោយសារតែជាបុគ្គលមានឥទ្ធិពលនិងជានិមិត្តរូបរបស់ប្រជាជនទើបធ្វើឲ្យអ្នកតាមប្រមាញ់រូបតាមព្រះនាងគ្រប់ទីកន្លែងនៅក្នុងសម័យនោះព្រោះរាល់ព័ត៌មានរបស់ព្រះនាងមិនថាទៅណាឬធ្វើអ្វីមួយតែងតែមានអ្នកចង់ដឹងចង់ឃើញទើបធ្វើឲ្យអ្នកកាសែតនិងអ្នកតាមប្រមាញ់រូបភាពរកចំណូលបានយ៉ាងច្រើនអំពីព័ត៌មានរបស់ទ្រង់ហើយនោះក៏ជាការលេចលឺភ្លីដំណឹងថាព្រះនាងកំពុងមានទំនាក់ទំនងជាមួយនឹងកូនមហាសេដ្ឋីម្នាក់ក្រោយមកព័ត៌មានស្នេហានោះក៏ត្រូវបានទទួលស្គាល់ដោយព្រះនាងផ្ទាល់តែម្ដងដែលគូស្នេហ៍ថ្មីនោះឈ្មោះ Dodi Fair ពិតជាកូនប្រុសរបស់មហាសេដ្ឋីពិតមែនយុគថ្ងៃកើតហេតុដោយសារតែកិច្ចពីអ្នកកាសែតទើបធ្វើឲ្យព្រះនាងនិងគូស្នេហ៍ថ្មីត្រូវរកវិធីបង្វែងដានចេញតាមច្រកសម្ងាត់និងជិះឡានត្រៀមផ្សេងមួយទៀតដែលនេះជាការរៀបចំដោយអង្គរៈរបស់ Dodiក្នុងឡាននោះមានមនុស្ស4នាក់អ្នកបើកឡានម្នាក់អង្គរៈម្នាក់ព្រះនាង Diana និង Dodi ទោះបីជាបានរៀបចំវិធីល្អយ៉ាងណាក៏ដោយអ្នកតាមប្រមាញ់រូបថតនៅតែជិះតាមដដែលទើបធ្វើឲ្យអ្នកបើកឡានត្រូវបង្ខំចិត្តបើកលើសល្បឿនកំណត់196គីឡូម៉ែត្រក្នុង1ម៉ោងបណ្ដាឲ្យឡានបុកមួយទំហឹងចំទ្រូងផ្លូវអ្នកបើកឡាននិង Dodi បានស្លាប់ភ្លាមៗនៅនឹងកន្លែងចំណែកព្រះនាង Diana ឃើញថាមិនទាន់ស្លាប់ទេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យតែជាអកុសលព្រះនាងក៏ត្រូវបានស្លាប់កំឡុងពេលវះកាត់នៅមន្ទីរពេទ្យតើអ្នកទាំងអស់គ្នាដឹងទេអង្គរៈដែលបានរៀបចំវិធីរត់គេចនោះគឺមិនបានស្លាប់ឡើយដោយសារគាត់បានពាក់ខ្សែក្រវ៉ាត់ត្រឹមត្រូវរឿងនេះធ្វើឲ្យមនុស្សទូទៅមានការងឿងឆ្ងល់ជាខ្លាំងរហូតយល់ថាខាងខ្សែរាជវង្សបានជួឲ្យអង្គរៈនោះរៀបចំគម្រោងសម្រាប់ព្រះនាង Diana ជាមិនខានដោយហេតុផលថាព្រះនាងធ្លាប់បានទម្លាយរឿងរ៉ាវនៅក្នុងរាជវាំងដល់សាធារណជនទូទៅបានដឹងព្រោះការធ្វើបែបនេះវាខុសច្បាប់ក្នុងរាជវាំងអ្នកខ្លះទៀតយល់ថាដោយសារព្រះនាងយកគូស្នេហ៍កាន់សាសនាមូស្លីមហើយរាជវាំងអាចមិនចង់ឲ្យស្ដេចនៅថ្ងៃអនាគតជាកូនរបស់ព្រះនាងហៅបិតាចុងថាឪពុកនោះទេគួរបញ្ជាក់ផងដែរថានៅខាងលើនេះគ្រាន់តែជាពាក្យចចាមអារាមខ្លះៗប៉ុណ្ណោះតែនៅមានពាក្យចចាមអារាមជាច្រើនទៀតដោយសារតែព្រះនាងជាមនុស្សមានឥទ្ធិពលដែលមហាជនគោរពស្រឡាញ់ទើបធ្វើឲ្យគ្រប់គ្នាមិនអស់ចិត្តអំពីការស្លាប់របស់ព្រះនាងហើយបន្ទាប់ពីនោះការស៊ើបអង្កេតនៃគ្រោះថ្នាក់ចរាចរណ៍គេក៏បានសន្និដ្ឋានថាវាបណ្ដាលមកពីការធ្វើប្រហែសរបស់អ្នកបើកឡានដោយសារតែគាត់បានផឹកស្រាមុនពេលបើកបរប៉ុន្តែវាអត់សមហេតុផលទេដោយសារតែមានមនុស្សមួយចំនួនគេក៏បានលើកឡើងទៀតថាកងធនាគាររបស់អ្នកបើកឡានហ្នឹងពេលដែលមុនថ្ងៃបើកឡានឲ្យព្រះនាង Diana គឺថាមានការវាយលុយចូលយ៉ាងច្រើនតែម្ដងខុសពីធម្មតាអញ្ចឹងហើយរឿងនេះក៏ជាការសង្ស័យមួយដែរចុះអ្នកនរគ្នាវិញ
យល់យ៉ាងណាអ្នកណាមិនស្គាល់ម្ចាស់ស្ត្រីអេលីសាបេតទី2ជាស្ដេចស្រីនៃចក្រភពអង់គ្លេសដែលមានសមត្ថភាពអស្ចារ្យដែលអាចបំបែកកំណត់ត្រាពិភពលោក Guinness World Record ច្រើនបំផុតតែទ្រង់ក៏មានទម្លាប់ក៏ដូចជាអាចកម្បាំងចម្លែកដែលគ្រប់គ្នាស្មានដល់សប្តាហ៍នេះខ្ញុំបាទហៅហុងនឹងនាំបងប្អូនទាំងគ្នាទៅដឹងអំពីរឿងរ៉ាវប្លែកៗរបស់បុគ្គលដ៏អស្ចារ្យមួយរូបជឿជាក់ថាអ្នកនរប្រហែលជាបានស្គាល់គាត់ហើយដោយសារតែកិត្តិនាមដ៏ល្បីល្បាញរបស់ទ្រង់គូថាល្បីរន្ទឺទូទាំងពិភពលោកនោះគឺម្ចាស់ស្ត្រីអេលីសាបេតទី2ចង់នឹងថារឿងរ៉ាវទាំងអស់នោះបែបណាខ្លះទស្សនាវីដេអូនេះទាំងអស់គ្នាម្ចាស់ស្ត្រីអេលីសាបេតទី2ឬឈ្មោះពេញអេលីសាបេត Alexandra Marie ប្រសូតនៅថ្ងៃទី21ខែមេសាឆ្នាំ1926គឺជាម្ចាស់ស្ត្រីនៃចក្រភពអង់គ្លេសចាប់ពីថ្ងៃទី6ខែកុម្ភៈឆ្នាំ1952រហូតដល់សោយទីវង្គតនៅថ្ងៃទី8ខែកញ្ញាឆ្នាំ2022ជាព្រះមហាក្សត្រកាន់អំណាចយូរបំផុតក្នុងប្រវត្តិសាស្ត្រអង់គ្លេសដែលមានរាជការរហូតដល់ទៅ70ឆ្នាំ214ថ្ងៃបានសោយទីវង្គតនៅក្នុងព្រះជន្ម96វស្សាកំណត់ត្រាវែងជាងគេទី2នៃព្រះរាជាណាចក្រនៃប្រទេសដែលមានអធិបតេយ្យភាពយោងតាមគេហទំព័រ The Sydney Morning Herald ខាងក្រោមនេះគឺជាទម្លាប់ចម្លែកខ្លះដែលមនុស្សជាច្រើនមិនសូវបានដឹងអំពីម្ចាស់ស្ត្រីនៅចំណុចដំបូងនេះយើងនឹងទៅដឹងអំពីកាបូបដៃសំណប់ចិត្តដែលនៅជាប់ខ្លួនទ្រង់ជានិច្ចរាល់ពេលដែលទ្រង់ចេញដំណើរឬក៏ចូលរួមកម្មវិធីម្ដងជារឿងធម្មតាដែលមនុស្សមានកាបូបយួរដៃជាប់ខ្លួនដើម្បីយួរចេញទៅខាងក្រៅដោយរាប់ថាជាគ្រឿងតុបតែងខ្លួនលម្អដូចគ្នានឹងមនុស្សស្រីសាមញ្ញធម្មតាដែរប៉ុន្តែអ្វីដែលខុសគ្នាគឺម្ចាស់ស្ត្រីអេលីសាបេតទី2ទ្រង់នឹងមិនយាងចេញក្រៅជាដាច់ខាតបើសិនជាមិនមានកាបូបយួរដៃទៅតាមខ្លួនជាពិសេសកាបូបដែលទ្រង់សពប្រតិខ្លាំងបំផុតឬអាចហៅបានថាជាសំណប់ចិត្ត Maloner ដោយទ្រង់តែងយួរវាទៅតាមខ្លួនរហូតអស់រយៈពេល50ឆ្នាំមកហើយពលគឺរហូតដល់ទ្រង់សោយទីវង្គតតែម្ដងកាបូបនេះត្រូវបានរចនាឡើងជាមួយនឹងរចនាបថសមរម្យមិនឆាតឆាយថែមទាំងមានបង្កប់ទៅដោយភាពថ្លៃថ្នូរភាពអត់ធ្មត់មិនអំនួតនិងជឿនលឿនទាន់សម័យជាពិសេសកាបូបមួយម៉ាកនេះគឺត្រូវបានផលិតឡើងដោយដៃជនជាតិអង់គ្លេសយ៉ាងហ្មត់ចត់បំផុតជាមួយនឹងវត្ថុធាតុដើមដែលមាននៅក្នុងប្រទេសអង់គ្លេសសុទ្ធសាធហើយក៏មិនមានផ្នែកណាមួយដែលប្រើប្រាស់វត្ថុធាតុដើមនាំចូលពីក្រៅប្រទេសឡើយយោងតាមបទសម្ភាសន៍មួយកាលនៅមានប្រជជនម្ចាស់ស្ត្រីអេលីសាបេតទី2ធ្លាប់មានបន្ទូលដែលផ្ទាល់មាត់ជាមួយនឹងនាយកប្រតិបត្តិលន់នើថាទ្រង់មិនមានអារម្មណ៍ថាខ្លួនឯងបានស្លៀកពាក់ពេញលេញរៀបរយនោះទេប្រសិនបើគ្មានកាបូបយួរដៃទន្ទឹមនឹងនេះដោយសារតែទ្រង់អង្គឯងមិនត្រឹមតែជាម្ចាស់ស្ត្រីនៃទឹកដីអង់គ្លេសប៉ុណ្ណោះទេតែថែមទាំងជាមនុស្សដែលមានស្មារតីស្នេហាជាតិផងដែរនោះទើបធ្វើឲ្យទ្រង់រឹតតែសពព្រះតីប្រើប្រាស់តែកាបូបលន់នើមួយម៉ាកនេះគត់មិនតែប៉ុណ្ណោះទ្រង់ក៏រក្សាគោលជំហរសម្រាប់ខ្លួនឯងយ៉ាងមុតមាំក្នុងការលើកស្ទួយតម្លៃអាជីវកម្មនៅក្នុងស្រុកតាមរយៈការប្រើប្រាស់កាបូបនេះផងដែរដូច្នេះហើយទាំងនេះត្រូវបានចាត់ទុកថាជាហេតុផលសំខាន់មួយផ្នែកដែលធ្វើឲ្យប្រជាជនអង់គ្លេសគោរពស្រឡាញ់ទ្រង់រហូតដល់ដង្ហើមចុងក្រោយនៅចំណុចទី2នេះទ្រង់អាចធ្វើដំណើរជុំវិញពិភពលោកដោយមិនចាំបាច់មានលិខិតឆ្លងដែនដូចមនុស្សទូទៅកាលនៅមានប្រជជនម្ចាស់ស្ត្រីអង់គ្លេសអង្គនេះអាចធ្វើដំណើរទៅជុំវិញពិភពលោកដោយមិនចាំបាច់មានលិខិតឆ្លងដែនឡើយដោយមូលហេតុនោះគឺគ្រប់លិខិតឆ្លងដែនទាំងអស់ត្រូវបានចេញដោយព្រះនាមរបស់ទ្រង់ផ្ទាល់ក្នុងឋានៈជាប្រមុខរដ្ឋដែលបញ្ជាក់យ៉ាងច្បាស់អំពីសិទ្ធិអំណាចនិងភាពស្របច្បាប់នៃឯកសារដូច្នេះវាមិនមានភាពចាំបាច់ឡើយសម្រាប់ទ្រង់ដែលត្រូវប្រើប្រាស់លិខិតឆ្លងដែននៅក្នុងការធ្វើដំណើរលើកលែងតែប្រទេសដែលមានច្បាប់បន្តប្រវេសន៍តឹងរឹងខ្លាំងប៉ុណ្ណោះបើទោះបីជាមានភាពតឹងរឹងខ្លាំងពិតមែនប៉ុន្តែសម្រាប់ម្ចាស់ស្ត្រីគឺអាចនឹងត្រូវបំពេញតែសំណុំឯកសារដែលចាំបាច់បំផុតប៉ុណ្ណោះបើធៀបទៅនឹងអ្នកដែលឆ្លងដែនផ្សេងនៅចំណុចទី3នេះគឺថាកាន់តែប្លែកតែម្ដងទ្រង់សោយបង្អែមជារៀងរាល់ថ្ងៃហើយក្នុងនោះក៏មានបង្អែមសំណប់ចិត្តរបស់ទ្រង់ដូចគ្នាការ៉េមដែលមានរសជាតិសូកូឡាជីអង្កាមឬយើងស្គាល់ថាមីនឆូកូឡេតគឺជាបង្អែមសំណប់ចិត្តរបស់ម្ចាស់ស្ត្រីអេលីសាបេត Alexandra Marie ដែលខានមិនបាននេះបើយោងតាមឲ្យដឹងអំពីអតីតមេចុងភៅរាជវាំងលើកពីនេះជាប្រចាំថ្ងៃនិងរៀងរាល់ថ្ងៃកំណើតទ្រង់ចាំបាច់ត្រូវតែបានសោយនំខេករសជាតិសូកូឡាជាក់ស្ដែងតាមការឲ្យដឹងពីមេចុងភៅរូបនេះថ្ងៃខ្លះទ្រង់អាចសោយនំខេកមួយទាំងមូលតែម្នាក់ឯងប៉ុន្តែពេលខ្លះទ្រង់គ្រាន់តែកាត់យកមួយចំណែកប៉ុណ្ណោះចំពោះចំណែកដែលនៅសល់ទ្រង់បានប្រទានដល់បុគ្គលិកសម្រាប់ជាអាហារសម្រន់សម្រាប់ម៉ោងតែពេលរសៀលនៅចំណុចទី4នេះដោយសារតែមិនដែលផ្លាស់ប្ដូរវ៉ាលីទើបធ្វើឲ្យម៉ាកយីហោវ៉ាលីមួយជាប់ឈ្មោះជា
ยี่ห้อวาลีสำหรับខ្សែរាជវង្សសម្រាប់ដំណើរក្រេបទឹកឃ្មុំរបស់ទ្រង់នៅក្នុងឆ្នាំ 1947 ម្ចាស់ស្ត្រីអេលីសាបេតទី2បានទិញវ៉ាលីម៉ាក Globetrotter មួយឈុតហើយក៏ជាវ៉ាលីដែលទ្រង់ប្រើប្រាស់ជាប្រចាំនិងមិនដែលប្រើប្រាស់ម៉ាកផ្សេងពីនោះឡើយនេះយោងទៅតាមការចុះផ្សាយពីគេហទំព័រក្រុមហ៊ុនដោយផ្ទាល់នៅលើនោះផងដែរក៏មានការឆ្លាក់ឈ្មោះ The Queen ពីលើខ្សែក្រវ៉ាត់វ៉ាលីពណ៌លឿងដែលជាកំណត់សម្គាល់របស់ទ្រង់ថែមទៀតផងមិនត្រឹមតែប៉ុណ្ណោះម៉ាកវ៉ាលីមួយនេះត្រូវបានក្លាយជាវ៉ាលីសម្រាប់ខ្សែរាជវង្សអង់គ្លេសដែលមានការរាយការណ៍ថាសមាជិកម្នាក់ៗគឺទទួលបានពណ៌រៀងៗខ្លួនជាក់ស្ដែងសម្រាប់ព្រះអង្គម្ចាស់វីលៀមនិងព្រះអង្គម្ចាស់ឆាល់ប្រើពណ៌ក្រហមហើយម្ចាស់ស្ត្រីអេនីប្រើពណ៌បៃតងចំណុចទី5មិនពាក់ខ្សែក្រវ៉ាត់ការពារសុវត្ថិភាពពេលទ្រង់ធ្វើដំណើរយោងតាមសារព័ត៌មានអ្នកបាត់បោះម្នាក់បានស្រែកឲ្យម្ចាស់ស្ត្រីនៅពេលដែលទ្រង់មិនពាក់ខ្សែក្រវ៉ាត់ការពារសុវត្ថិភាពពេលធ្វើដំណើរនៅក្នុងទីក្រុង Westminster ជាមួយព្រះអង្គម្ចាស់ឆាល់បន្ទាប់ពីនោះអ្នកបើកបរម្នាក់នោះក៏បានទូរស័ព្ទរកប៉ូលីសមកអន្តរាគមន៍ប៉ុន្តែនៅក្រោមច្បាប់របស់ចក្រភពអង់គ្លេសម្ចាស់ស្ត្រីអេលីសាបេតទី2មិនអាចទទួលរងនៅដំណើរការនីតិវិធីរដ្ឋប៉ាវេនីឬព្រហ្មទណ្ឌនោះឡើយក្រោយមកមជ្ឈមណ្ឌលទំនាក់ទំនងប៉ូលីស West Yorkshire បានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter ដែលបច្ចុប្បន្នជាបណ្ដាញសង្គម X អំពីឧបទ្ទវហេតុនេះនៅព្រឹកបន្ទាប់ថា Let's hope the Queen is behaving today លើពីនេះទ្រង់គឺជាមនុស្សតែម្នាក់គត់ដែលនៅក្នុងប្រទេសអង់គ្លេសដែលអាចបើកបរបានដោយសេរីដែលមិនចាំបាច់ត្រូវមានប័ណ្ណបើកបរផងដែរឬសូម្បីតែផ្លាកលេខរថយន្តនៅចំណុចទី6នេះក៏ប្លែកមិនអន់ដែរគឺការប្រើប្រាស់នាឡិការ៉ូសម្រាប់មនុស្សធម្មតាគេប្រើប្រាស់នាឡិការ៉ូភាគច្រើនគឺតាមរយៈទូរស័ព្ទឬនាឡិកាលើតុជាដើមប៉ុន្តែសម្រាប់ម្ចាស់ស្ត្រីអេលីសាបេតទី2វិញគឺទ្រង់បានប្រើប្រាស់កងផ្លុំត្រែឬ The Paper Also Viren ដើម្បីធ្វើជាប្រគំបទភ្លេងសម្រាប់ដាស់ទ្រង់ឲ្យតានពីផ្ទុំតែម្ដងនេះយោងតាមការចុះផ្សាយពីគេហទំព័រព័ត៌មានផ្លូវការរបស់ CNN ការប្រគំបទភ្លេងនេះផងដែរគឺចាប់ផ្ដើមពីម៉ោង 9 ព្រឹករយៈពេល15នាទីជារៀងរាល់ព្រឹកនៅចំមាត់បង្អួចដំណាក់តែម្ដងយ៉ាងណាមិញម្ចាស់ស្ត្រីអេលីសាបេតទី2មិនមែនជាអ្នកដំបូងបំផុតដែលប្រើប្រាស់ The Paper Also Viren ជានាឡិការ៉ូនោះទេពោលគឺទំនៀមទម្លាប់មួយនេះបានបន្សល់ទុកតាំងពីជំនាន់ម្ចាស់ស្ត្រី Victoria នៅក្នុងឆ្នាំ 1843 មកម្លេះនៅចំណុចទី7នេះយើងនឹងទៅដឹងអំពីការចូលសម្រាកមន្ទីរពេទ្យរបស់ទ្រង់នៅក្នុងខែតុលាឆ្នាំ 2021 ម្ចាស់ស្ត្រីអេលីសាបេតទី2បានសម្រាកនៅឯមន្ទីរពេទ្យ King Edward ទី7មួយយប់ដែលនេះគឺជាលើកទី4តែប៉ុណ្ណោះក្នុងមួយរាជការរបស់ទ្រង់លើកទី3នៅក្នុងឆ្នាំ 2018 ទ្រង់បានយាងទៅវះកាត់ភ្នែកឡើងបាយខណៈលើកទី2នៅក្នុងឆ្នាំ 2003ដោយទ្រង់បានយាងទៅទទួលការវះកាត់ព្យាបាលជង្គង់ចំណែកឯលើកទី1គឺនៅក្នុងឆ្នាំ 1982 នៅពេលដែលទ្រង់ចាំបាច់ត្រូវវះកាត់ធ្គាមតចេញក្រៅពីនោះទាំងការសម្រាប់ព្យាបាលផ្សេងៗសម្បីតែការវះកាត់សម្រាប់បុត្រក៏ត្រូវធ្វើឡើងនៅក្នុងរាជវាំងតែប៉ុណ្ណោះជាក់ស្ដែងនៅក្នុងឆ្នាំ 1948 ម្ចាស់ស្ត្រីបានវះកាត់សម្រាប់ព្រះអង្គម្ចាស់ឆាល់ដែលបានកែប្រែបន្ទប់នៅក្នុងរាជវាំង Buckingham ឲ្យទៅជាបន្ទប់វះកាត់តែម្ដងនៅក្នុងរយៈពេល30ម៉ោងចំណុចដែលខ្ញុំរៀបរាប់នៅខាងលើគឺមិនទាន់អស់ទៅឡើយទេទ្រង់នៅមានរឿងរ៉ាវប្លែកៗជាច្រើនទៀតដែលយើងនឹកស្មានមិនដល់គ្រប់យ៉ាងអំពីម្ចាស់ស្ត្រីអេលីសាបេតទី2នៃចក្រភពអង់គ្លេសគឺថាត្រូវបានមហាជនទូទាំងពិភពលោកចង់ដឹងចង់ឃើញមិនថាទម្លាប់រស់នៅប្រចាំថ្ងៃអាហារឬក៏សម្ភារៈផ្សេងៗនោះទេតើអ្នកគ្នាដឹងអត់តួ Eiffel គឺជាសំណង់ដែកមួយដ៏អស្ចារ្យនៅលើពិភពលោកប៉ុន្តែសាងសង់ទើបតែបាន2ឆ្នាំមេប៊ីតែត្រូវគេកំទេចចោលវិញសប្តាហ៍នេះខ្ញុំបាទហៅហុងនឹងនាំបងប្អូនទាំងគ្នាទៅដឹងអំពីសំណង់ដែកមួយនៅឯប្រទេសបារាំងដែលកាលពីសាងសង់ដំបូងគឺថាគ្រប់គ្នាអត់ពេញចិត្តទេដោយសារតែមើលទៅវាគ្រាន់តែជាគ្រោងឆ្អឹងដែកមិនមែនជាថ្មអញ្ចឹងហើយគឺគិតថាសោភ័ណភាពវាអត់ស្អាតអីបែបហ្នឹងទៅប៉ុន្តែរហូតមកដល់សប្តាហ៍ថ្ងៃនេះគ្រោងឆ្អឹងដែកនេះគូល្បីទូទាំងពិភពលោកតែម្ដងហើយក៏ជានិមិត្តសញ្ញាមួយរបស់ប្រទេសបារាំងដែរអញ្ចឹងចង់ដឹងថារឿងរ៉ាវទាំងអស់នោះទៅជាយ៉ាងណាខ្លះទស្សនាវីដេអូនេះទាំងអស់គ្នាសំណង់តួ Eiffel ឬជាភាសាបារាំងឡាតួ Eiffel គឺជាសំណង់មួយដែលជានិមិត្តរូបយ៉ាងសំខាន់និងល្បីល្បាញរបស់ទីក្រុងប៉ារីសនៃប្រទេសបារាំងគេឧស្សាហ៍ឃើញរូបភាពរបស់សំណង់មួយនេះនៅកន្លែងជាច្រើនដូចជារូបថតគំនូរជីវចលបន្តោងសោរូប logo និងក៏ជាឈ្មោះរបស់អាជីវកម្មមួយចំនួនផងដែរវាជាកន្លែងមួយដែលមនុស្សជាច្រើនប្រាថ្នាទៅកម្សាន្តនិងជានិមិត្តរូបមួយដែលបង្ហាញពីភាពរ៉ូមែនទិកចុះតើអ្នកណាជាអ្នកផ្ដួចផ្ដើមក្នុងការកសាងសំណង់នេះឡើងក៏ដូចជាធ្វើឡើងនៅក្នុងគោលបំណងអ្វីដែរ
ឡាទូ Eiffel ត្រូវបានគេកសាងឡើងដើម្បីរំលឹកខួបទី100ឆ្នាំបន្ទាប់ពីសម័យបដិវត្តន៍បារាំងកាលពីឆ្នាំ1789និងក៏សម្រាប់ការបង្ហាញពីភាពខ្លាំងក្លារបស់ប្រទេសបារាំងនៅក្នុងសម័យបដិវត្តន៍ឧស្សាហកម្មជាមួយនឹងការកសាងសំណង់ខ្ពស់ៗអគារធំៗចេញពីលោហៈធាតុនិងស៊ីម៉ង់តគេក៏បានសាងសង់វាឡើងនៅកំឡុងពិព័រណ៍ពិភពលោក Paris Exposition ឬ World Fair នៅឯទីក្រុងប៉ារីសកាលពីឆ្នាំ1889ផងដែរនេះបើតាមការបកស្រាយពីគេហទំព័រ Life Science លោក Gustave Eiffel ដែលជាវិស្វករស៊ីវិលជនជាតិបារាំងម្នាក់ត្រូវបានមហាជនជាច្រើនគិតថាជាអ្នកផ្ដួចផ្ដើមគំនិតនឹងប្លង់ដើម្បីកសាងសំណង់មួយនេះដោយសារតែអគារមួយនេះត្រូវបានគេដាក់ឈ្មោះតាមឈ្មោះរបស់គាត់តែការពិតវិស្វករ2នាក់ផ្សេងទៀតទៅវិញទេគឺលោក Maurice Kexlin និងលោក Emile Noguier ទៅវិញទេដែលជាមនុស្សដំបូងក្នុងការបង្កើតគំនិតនិងរូបរាងនៃសំណង់នេះឡើងប៉ុន្តែលោកទាំងពីរគឺជាអ្នកធ្វើការនៅក្នុងក្រុមហ៊ុនវិស្វកម្មរបស់លោក Gustave Eiffel អ្នកវិស្វករនោះបានបង្ហាញគំនិតនិងប្លង់សំណង់ឡាទូ Eiffel ទៅកាន់កម្មវិធីប្រកួតមួយដើម្បីជាការបង្ហាញសម្រាប់ពិព័រណ៍ពិភពលោកដែលធ្វើឡើងនៅក្នុងឆ្នាំ1889ក្រោយមកប្លង់នេះត្រូវបានទទួលជោគជ័យនិងត្រូវបានគេអនុញ្ញាតឲ្យចាប់ផ្ដើមសាងសង់នៅកំឡុងឆ្នាំ1887ដោយសារតែសភនភាពនៃសំណង់អគារដែកនេះមើលទៅមិនតាក់ទាញទើបធ្វើឲ្យមានអ្នកប្រឆាំងតវ៉ាប្រមាណប្រហែលជា300នាក់ដែលក្នុងនោះមានតាំងពីវិចិត្រករអ្នកឆ្លាក់រូបអ្នកនិពន្ធនិងស្ថាបត្យករបានទាមទារឲ្យក្រុមហ៊ុនវិស្វកម្មមួយនេះបញ្ឈប់សំណង់ La Tour Eiffel ភ្លាមតែម្ដងដែលការនោះទើបតែសាងសង់បាន2ឆ្នាំទេកាលពីពេលនោះមិនសូវមានមនុស្សច្រើនប៉ុន្មានឡើយដែលចាប់អារម្មណ៍និងគាំទ្រការសាងសង់សំណង់មួយនេះដែលលាតត្រដាងយ៉ាងខ្ពស់នៅក្នុងទីក្រុងប៉ារីសវាគឺជាសំណង់មួយដែលធ្វើមកចេញពីដែកទាំងស្រុងដែលនៅក្នុងពេលនោះលោហៈដែកទើបតែត្រូវបានគេប្រើប្រាស់នៅក្នុងសំណង់ធំតែប៉ុណ្ណោះហើយការប្រើប្រាស់លោហៈដែកនេះទៀតសោតគឺត្រូវបានគេបង្កប់នៅក្នុងសាច់ថ្មឬស៊ីម៉ង់តមិនមែនលេចចេញមកទាំងស្រុងដូចឡាទូ Eiffel នោះទេហើយគេហៅវាថាដូចជាបំពង់ផ្សែងដ៏ធំចង្អៀតពណ៌ខ្មៅមួយក្រុមហ៊ុនវិស្វកម្មមិនបានអើពើជាមួយនឹងការតវ៉ានោះទេហើយការសាងសង់ក៏ត្រូវបានគេសម្រេចរួចរាល់នៅថ្ងៃទី31ខែមិនិនាឆ្នាំ1889សំណង់មួយនេះត្រូវការគ្រាប់ខ្ចៅធំចំនួន2លាន5សែនគ្រាប់និងលោហៈដែកប្រមាណ7300តោនសរុបគឺប្រមាណ10000តោនគេត្រូវការថ្នាំលាបចំនួន60តោនក្នុងការលាបសំណង់នេះទាំងមូលមកដល់ពេលបច្ចុប្បន្ននេះឡាទូ Eiffel ត្រូវបានគេលាបថ្នាំពណ៌ចំនួន18ដងមកហើយគោលបំណងមួយរបស់លោក Gustave គឺលោកចង់បង្ហាញមហាជនអំពីកម្លាំងនៃលោហៈធាតុដែកក្នុងន័យថាដែកមានភាពរឹងមាំបើទោះបីជាវាស្រាលជាងថ្មមែនក្តីគេចំណាយប្រាក់អស់ជិត8លានហ្វ្រង់បារាំងឬប្រមាណជា40លានដុល្លារអាមេរិកបើប្រៀបធៀបជាមួយនឹងតម្លៃប្រាក់សប្តាហ៍ថ្ងៃវាមានកម្ពស់300ម៉ែត្រឬ224ម៉ែត្របើគិតជាមួយនឹងអង្គតែនស្រួចនៅខាងលើឡាទូ Eiffel ឈរជាសំណង់ដែលមានកម្ពស់ខ្ពស់ជាងគេនៅក្នុងពិភពលោករហូតដល់ឆ្នាំ1930នៅពេលដែលអគារ Chrysler បានបំបែកកំណត់ត្រាកម្ពស់មួយនេះនៅឯទីក្រុងញូវយ៉កមនុស្សមួយចំនួនប្រហែលជាមិនបានដឹងទេថាសំណង់ La Tour Eiffel នេះក៏មានឈ្មោះហៅក្រៅមួយផ្សេងទៀតដែរដែលគេតែងតែហៅថា La Dame d'Eiffel តួនាទីរបស់សំណង់មួយនេះត្រូវដាក់បង្ហាញពីការរចនាម៉ូដបែបសម័យថ្មីទំនើបជាមួយនឹងលោហៈធាតុដែកជាជាងថ្មឬឈើវាក៏បានបង្ហាញអំពីវិស្វកម្មរបស់ប្រទេសបារាំងក្នុងការកសាងសំណង់មួយនឹងបរិមាណដែកដ៏ច្រើនមហិមាផងដែរវាក៏ជាកន្លែងមួយដែលមនុស្សគ្រប់គ្នាអាចទស្សនាសម្រស់របស់ទីក្រុងពីកម្ពស់ខ្ពស់ដែលកាលពីមុនគេត្រូវប្រើប្រាស់បាឡុងខ្យល់ក្តៅក្នុងការបង្ហោះនិងទស្សនាទីក្រុងពីលើមេឃជាមួយនឹងតម្លៃដ៏ថ្លៃគេបានកំណត់ថា La Tour Eiffel នឹងត្រូវរុះរើចេញនៅក្នុងរយៈពេលតែ20ឆ្នាំក្រោយប៉ុណ្ណោះតែក្រោយមកការស្រឡាញ់របស់មនុស្សចាប់ផ្ដើមមានការកើនឡើងបន្តិចម្ដងទៅកាន់វាចំណុចអង្តែនរបស់សំណង់នេះត្រូវបានគេប្រើប្រាស់សម្រាប់ទំនាក់ទំនងតាមប្រព័ន្ធ Telegraph ពីប៉ារីសទៅកាន់នាវានៅឯនាយសមុទ្រអាត្លង់តិកនៅក្នុងសម័យសង្គ្រាមលោកលើកទី1ហើយចាប់តាំងពីឆ្នាំ1889មក Tour Eiffel បានតាក់ទាញចំនួនអ្នកទស្សនារហូតដល់250លាននាក់ហើយក្រោយមកនៅក្នុងមួយឆ្នាំគឺថាអ្នកទេសចរទៅមើល Tour Eiffel គឺមិនក្រោម7លាននាក់ទេសូម្បីតែខ្ញុំក៏ចង់ឃើញ Tour Eiffel ផ្ទាល់ភ្នែកនៅថ្ងៃណាមួយផងដែរចង់អ្នកនរគ្នាវិញអញ្ចឹងប្រធានបទនៅក្នុងសប្តាហ៍នេះក៏បានមកដល់ទីបញ្ចប់ហើយកុំភ្លេចរងចាំតាមដានទស្សនានៅសប្តាហ៍ក្រោយគណៈនេះខ្ញុំបាទហៅខុងសូមអរគុណសូមជម្រាបលា